ប្រទេសកាណាដាមានកាឡាផ្ទៃរហូតដល់ជិត10លានគីឡូម៉ែត្រការ៉េដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសធំជាងគេលំដាប់ទី2នៅលើពិភពលោកហើយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកចែកម្លែកជាមួយអ្នកទាំងអស់គ្នាពី topic មួយទៀតរបស់ប្រទេសកាណាដាហើយនេះជាអ្វីដែលខ្ញុំចង់ចែកម្លែកជាមួយអ្នកទាំងអស់គ្នាកាណាដាគឺជាប្រទេសដែលធំជាងគេទី2លើពិភពលោកបន្ទាប់ពីប្រទេសរុស្ស៊ីដែលមានផ្ទៃដីសរុបចំនួន 9,984,670 គីឡូម៉ែត្រការ៉េហើយនៅក្នុងផ្ទៃដីសរុបនេះដែរកាណាដាបានបែងចែកចេញជា10ខេត្តហើយនិង3ដែនដីដែលចំពោះខេត្តមួយមានចៅហ្វាយខេត្តជាអ្នកដឹកនាំហើយចំពោះដែនដីទាំង3ដែលមានឈ្មោះថា Yukon Territory Northwest Territory ហើយនិង Nunavut Territory ចំពោះដែនដីទាំង3ហ្នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋសហព័ន្ធដែលហៅថា Federal Government កាណាដាមានព្រំដែនជាប់ទៅនឹងសហរដ្ឋអាមេរិកហើយជាព្រំដែនដីដែលវែងជាងគេបង្អស់នៅលើពិភពលោកជាមួយសហរដ្ឋអាមេរិកហើយកាណាដាក៏ជាប្រទេសមួយដែលគេកំណត់សម្គាល់ថាជាប្រទេសដែលមានទឹកស្អាតច្រើនជាងគេនៅលេខរៀងទី3នៃពិភពលោកបន្ទាប់ពីប្រទេសប្រេស៊ីលហើយនិងប្រទេសរុស្ស៊ីគិតមកត្រឹមឆ្នាំ2025នេះកាណាដាមានប្រជាជនសរុបប្រមាណ42លាននាក់ហើយកាណាដាក៏មានរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែល King Charles ទី3គឺជាស្ដេចរបស់ប្រទេសហើយប្រទេសកាណាដាក៏មានភាសាជាតិ2ដែលជាភាសាអង់គ្លេសហើយនិងភាសាបារាំង